ប្រជាពលរដ្ឋខ្មែរមួយចំនួននិងអតីតសិស្សបានសម្ដែងភាពសោកស្ដាយនិងទុក្ខក្រៀមក្រំចំពោះមរណភាពបណ្ឌិតកេង វណ្ណស័ក្តិអតីតសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរដែលបានទទួលអនិច្ចកម្មនៅថ្ងៃព្រហស្បតិ៍វេលាម៉ោង 12:15 នាទីនៅប្រទេសបារាំងដែលត្រូវនឹងម៉ោងប្រមាណ 6 ល្ងាចនៅប្រទេសកម្ពុជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រនិងជាអនុប្រធានរាជបណ្ឌិតសភាកម្ពុជាបណ្ឌិតរស់ចន្ទ្របុត្របានសម្ដែងភាពក្រៀមក្រំថាមរណភាពរបស់បណ្ឌិតកេង វណ្ណស័ក្តិគឺជាការបាត់បង់ស្នាដៃដ៏ពិសេសរបស់ខ្មែរម្នាក់ហើយថាលោកបណ្ឌិតរូបនេះគឺជាសាក្សីដ៏សំខាន់របស់អក្សរសិល្ប៍អក្សរសាស្ត្រព្រមទាំងប្រវត្តិសាស្ត្រខ្មែរទៀតផងហើយលោកជាសាក្សីមួយនៅក្នុងនយោបាយខ្មែរទៅទៀតដូច្នេះគឺថាមានការសោកស្ដាយណាស់ដែលយើងបានហៅថាបាត់បង់លោកកេង វណ្ណស័ក្តិនេះប៉ុន្តែយើងឃើញថាលោកបានទុកជាផុសតាងទុកជាសក្ខីភាពជាច្រើនដែរតាមវិទ្យុអាស៊ីសេរីរហូតមកដល់បច្ចុប្បន្ននេះដែលអាចចងក្រងទៅថ្ងៃក្រោយជាឯកសារឲ្យយើងបានយល់ខ្លះប៉ុន្តែអ្វីដែលយើងចង់ដឹងនេះនៅមានច្រើនទៅទៀតបាទដោយការសោកស្ដាយចំពោះយើងខ្ញុំហើយជាពិសេសគឺសោកស្ដាយដែលរហូតមកដល់ពេលនេះតាំងតែពីលោកបានឃ្លាតចាកពីមាតុភូមិទៅលោកសាស្ត្រាចារ្យបណ្ឌិតកេង វណ្ណស័ក្តិលោកមិនដែលបានអញ្ជើញមកកម្ពុជាឲ្យបានឃើញនឹងផ្ទាល់ភ្នែកម្ដងទៀតពីការរីកចម្រើននិងការរៀបចំរបស់សង្គមជាតិខ្មែរដើម្បីធ្វើដូចម្ដេចឲ្យយើងបានទទួលនៅការរិះគន់ឬគិទានឬមួយជាចំណាប់អារម្មណ៍របស់លោកអំពីកម្ពុជាបច្ចុប្បន្នអតីតជានិស្សិតគរុកោសល្យរបស់បណ្ឌិតកេង វណ្ណស័ក្តិអ្នកស្រីយិនវណ្ណថាបានសម្ដែងក្តីសោកស្ដាយថាការបាត់បង់ជីវិតរបស់បណ្ឌិតកេង វណ្ណស័ក្តិគឺជាការបាត់បង់មនុស្សដ៏សំខាន់ម្នាក់ដែលជាអ្នកយកចិត្តទុកដាក់លើអក្សរសាស្ត្រខ្មែរដំបូងគេបង្អស់នៅប្រទេសកម្ពុជាngười thamអ្នកដែលយកចិត្តទុកដាក់ចំពោះអក្សរសាស្ត្រខ្មែរម្នាក់បានស្លាប់អញ្ចឹងទៅអត់មានអ្នកណាជួយគិតតទៅទៀតណាតែគិតកាត់ដើមគិតដំបូងគេពីរឿងអក្សរខ្មែរពីរឿងភាសាខ្មែរអីយ៉ាងម៉េចហ្នឹងគាត់នឹងជាអ្នកប្រាជ្ញម្នាក់ដែរយើងទទួលស្គាល់សាស្ត្រាចារ្យខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញអ្នកស្រីអាំងសុករើនមានប្រសាសន៍ថាសូមជួយរំលែកទុក្ខដល់ក្រុមគ្រួសាររបស់បណ្ឌិតកេង វណ្ណស័ក្តិនិងចូលរួមសោកស្ដាយក្នុងនាមជាអ្នកទទួលស្គាល់និងបានយកធនធានអក្សរសាស្ត្រជាច្រើនពីលោកដើម្បីផ្ដល់ឲ្យមនុស្សជំនាន់ក្រោយគាត់បានបន្តទុកនៅស្នាដៃជាច្រើនមកដល់ពួកយើងដែរដូចជាការវិភាគអក្សរសិល្ប៍ដូចជាតាក់ទងទៅនឹងជីវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី7ជាដើមយើងទទួលយកបានហើយយើងអាចទទួលយកបានជាច្រើនណាក្នុងការទទួលស្នាដៃរបស់គាត់នឹងយើងឃើញថាគាត់មានការស្រាវជ្រាវច្រើនអាចជាធនធានមួយដ៏សំខាន់សម្រាប់អ្នកសិក្សាជំនាន់ក្រោយក្នុងការទទួលយកមកហើយនឹងអាចមើលប្រៀបធៀបវិភាគលើស្នាដៃរបស់គាត់បានខ្ញុំគិតថាជីវប្រវត្តិរបស់គាត់ក៏សំខាន់ដែរតែខ្ញុំមិនប្រកាសថាមានគេចងក្រងជាជីវប្រវត្តិរបស់លោកហើយនៅទេណាបើមិនជាមានការចងក្រងជាជីវប្រវត្តិរបស់លោកទុកក៏ដូចជាបង្ហាញថាស្នាដៃរបស់លោកមានអ្វីខ្លះរាប់ការមួយដែលយើងចងក្រងជីវប្រវត្តិរបស់អ្នកនិពន្ធល្បីរបស់ខ្មែរយើងទុកណានិស្សិតឆ្នាំទី4នៃមហាវិទ្យាល័យបញ្ញាសាស្ត្រលោកសុកបានសម្ដែងការភ្ញាក់ផ្អើលនៅពេលឮថាបណ្ឌិតកេង វណ្ណស័ក្តិបានទទួលមរណភាពលោកគួរតែរស់នៅឲ្យបានយូរជាងនេះដើម្បីវែកញែកភាសាខ្មែរខ្លះដែលមានភាពស្រពេចស្រពិលខ្លះឲ្យបានច្បាស់លាស់ហើយលោកបានបញ្ជាក់ពីគុណសម្បត្តិរបស់បណ្ឌិតកេង វណ្ណស័ក្តិថាខ្ញុំគិតថាមានតម្លៃជាពិសេសការខ្លោចជួយលើអក្សរសាស្ត្រខ្មែរតទៀតព្រោះអក្សរសាស្ត្រខ្មែរយើងមាននៅស្ពេចស្ពើមិនច្បាស់ដូចជាគាត់និយាយពីការកកើតឡើងនៃវិទ្យាកម្ពុជាប្រទេសយើងណាការកកើតឡើងគឺគាត់មានមកប្រសាសន៍គាត់បានផ្សេងហ្នឹងគឺគាត់បាននិយាយអំពីចំណុចខ្លះថាខ្មែរយើងពាក្យខ្មែរអាចកើតមកពាក្យកបុកមេអញ្ចឹងបុកខ្មែរយើងចង់ឲ្យយកពាក្យមេធ្វើជាធំហើយអញ្ចឹងយើងពាក្យកមេកពីយើងអាចខ្លាយមកពាក្យតែខ្មែរទៅឥឡូវខ្ញុំគិតថាជាស្នាដៃមួយដ៏ល្អព្រោះវាអាចជួយខ្មែរយើងចំនួនក្រោយទៀតដោយគាត់ចង់សិក្សាបន្តថាតើពាក្យខ្មែរយើងនឹងមកពីណាអញ្ចឹងជាអក្សរសាស្ត្រមួយដែលខ្ញុំគ្រប់គ្រងគាត់ពាក្យកមេបាត់គាត់មួយទៅពេលអញ្ចឹងវាស្ដាយបើតាមសាស្ត្រាចារ្យប្រវត្តិសាស្ត្របណ្ឌិតរស់ចន្ទ្របុត្រក៏បានឲ្យដឹងដែរថាស្នាដៃរបស់បណ្ឌិតកេង វណ្ណស័ក្តិដែលបន្សល់ទុកនោះមានដូចជាមូលដ្ឋាននៃការបង្កើតពាក្យខ្មែរថ្មីលោកជាមនុស្សដំបូងដែលជាអ្នកបង្កើតអង្គុលីលេខជាភាសាខ្មែរលោកជាអ្នកបង្កើតឲ្យមានឧត្តមសិក្សានៅប្រទេសកម្ពុជានិងលោកបានបង្កើតសាលាគរុកោសល្យឲ្យមាន
នរហូតដល់មធ្យមសិក្សាជាដើមហើយអ្វីដែលជាលក្ខណៈមួយទៀតដែលលោកកេងវណ្ណស័ក្តិបានទុកជារៀងរហូតមកនោះគឺការវិវត្តមួយនៅក្នុងភាសាខ្មែរហើយនេះជាទី3មួយទៀតលោកកេងវណ្ណស័ក្តិលោកបានបង្កើតឲ្យមានថ្នាក់ឧត្តមសិក្សានៅកម្ពុជាពីព្រោះយើងពីដើមយើងមានតែរៀនសូត្របានត្រឹមតែថ្នាក់បាក់ឌុបទេណាមកយើងចប់ហើយអញ្ចឹងហើយបានលោកកេងវណ្ណស័ក្តិនេះលោកមានគំនិតផ្ដួចផ្ដើមដំបូងនោះបង្កើតឲ្យមានថ្នាក់បរិញ្ញាបត្រអញ្ចឹងគឺក្រោយបាក់ឌុបយើងមានថ្នាក់ឧត្តមសិក្សារៀនដំបូងគឺផ្នែកខាងអក្សរសាស្ត្របើគេហៅថាលិសង់សេស្លែតទី2លោកក៏បានបង្កើតនៅខាងផ្នែកសាលាគ្រូបង្សល់សម្រាប់គ្រូបង្រៀនពីដើមយើងមានគ្រូបង្សល់ត្រឹមតែថ្នាក់គ្រូបង្រៀនធម្មតានៅតាមបឋមសិក្សាទេក្រោយដែលលោកកេងវណ្ណស័ក្តិអញ្ជើញមកលោកបានរៀបចំឲ្យមានផ្នែកបង្ហាត់បង្រៀនគ្រូបង្សល់ឲ្យរហូតដល់ថ្នាក់មធ្យមសិក្សាគឺថ្នាក់ចាប់ពីថ្នាក់ទី6រហូតដល់ថ្នាក់បាក់ឌុបសូមជម្រាបថាបើតាមអ្នកជិតស្និទ្ធរបស់បណ្ឌិតកេងវណ្ណស័ក្តិបានប្រាប់វិទ្យុអាស៊ីសេរីថាលោកបានទទួលអនិច្ចកម្មដោយសារជំងឺទឹកចូលសួតលោកកេងវណ្ណស័ក្តិអតីតជាសាស្ត្រាចារ្យវិទ្យាល័យព្រះស៊ីសុវត្ថិដែលជាអ្នកបង្កើតអក្សរសាស្ត្រខ្មែរសម្រាប់ប្រើនៅក្នុងម៉ាស៊ីនអង្គុយលេខនិងធ្លាប់និពន្ធសៀវភៅស្រាវជ្រាវប្រវត្តិសាស្ត្រអក្សរសាស្ត្រខ្មែររឿងល្ខោនកំណាព្យនិងរឿងខ្លីៗជាច្រើនតាំងពីសតវត្សឆ្នាំ1940មកលោកបានទទួលមរណភាពក្នុងអាយុ84ឆ្នាំនៅមន្ទីរពេទ្យម៉ុងមរងស៊ីនៃប្រទេសបារាំងកាលវេលាម៉ោង 12:15 នាទីរសៀលនាងខ្ញុំសៅភ័ណ្ឌវិទ្យុអាស៊ីសេរីភ្នំពេញ